ជំរាបសួរនាងខ្ញុំឡៃដានីចាថ្ងៃនេះលើកយកនៅប្រធានបទមួយតាក់ទងទៅនឹងការលើកឡើងរបស់បងប្អូនមួយចំនួនកំពុងតែជួបប្រទះនៅបញ្ហាខ្វះការលើកទឹកចិត្តហើយក៏កំពុងតែបាក់ទឹកចិត្តមិនដឹងថាបន្តការសិក្សាទៅបែបណាពីព្រោះនៅក្នុងគ្រួសារមានបញ្ហាហើយជាពិសេសទៅមិនទទួលបានការលើកទឹកចិត្តពីឪពុកម្ដាយឲ្យបន្តការសិក្សានោះទេអញ្ចឹងក៏គិតថានឹងបោះបង់ការសិក្សាដើម្បីទៅរកការងារធ្វើឬក៏ធ្វើចំណាក់ស្រុកទៅធ្វើការនៅស្រុកគេផ្សេងៗអញ្ចឹងទៅបងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថាបងប្អូនដែលទទួលរងនៅសម្ពាធបរិយាកាសបែបនេះពិតជាលំបាកនៅក្នុងចិត្តខ្លាំងណាស់ហើយក៏ពិតជាការសម្រេចចិត្តមួយដ៏លំបាកផងដែរពីព្រោះក្នុងគណៈពេលនេះគឺមិនទាន់មានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់ជីវភាពរបស់ខ្លួនឯងទៅសាលានោះទេប៉ុន្តែខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាថាខ្ញុំពិតជាបានយល់ច្បាស់នៅចំណុចទាំងអស់នេះថាវាគឺជារឿងមួយដែលពិបាកប៉ុន្តែសូមឲ្យបងប្អូនដែលជួបស្ថានភាពបែបនេះគិតបន្តិចថាបើយើងជួបស្ថានភាពលំបាកនៅពេលឥឡូវហើយយើងមិនបន្តការសិក្សាឲ្យមានចំណេះដឹងខ្លាយទៅជាមនុស្សម្នាក់ដែលអាចប្រើប្រាស់សមត្ថភាពមានចំណេះដឹងខ្ពង់ខ្ពស់ថាតើស្ថានភាពគ្រួសាររបស់យើងអាចប្រសើរឡើងដោយរបៀបណាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្រមៃគិតបែបនេះនេះគឺជាវិធីសាស្ត្រដែលខ្ញុំគិតដូចគ្នាដែរនៅពេលដែលជួបបញ្ហាខ្ញុំតែងតែយល់ឃើញថាការអប់រំគឺជាស្ពាននិងជាការដោះស្រាយបញ្ហាមួយដ៏ល្អបំផុតនៅពេលដែលខ្ញុំមានចំណេះដឹងខ្ញុំនឹងមានភាពទូលំទូលាយនៅក្នុងការគិតហើយខ្ញុំនឹងអាចដោះស្រាយបញ្ហាអវិជ្ជមានឲ្យក្លាយទៅជាបញ្ហាវិជ្ជមានបានយ៉ាងល្អប្រសើរហើយមួយទៀតខ្ញុំគិតថានឹងអាចកែប្រែនៅបរិយាកាសនៅក្នុងសង្គមគ្រួសារឲ្យបានល្អប្រសើរជាងមុនដោយការយកនៅចំណេះដឹងដែលរៀនបានពីសាលាមកអនុវត្តហើយដោះស្រាយវាដោយសន្តិវិធីប៉ុន្តែប្រសិនណាបោះបង់ការសិក្សាចោលគឺប្រកាសណាស់มันអាចទទួលបាននៅចំណេះដឹងទូលំទូលាយហើយយើងក៏មិនអាចធ្វើការដោះស្រាយបញ្ហានៅក្នុងគ្រួសារយើងប្រកបទៅដោយប្រសិទ្ធភាពឬក៏អាចផ្លាស់ប្ដូរនៅផ្នត់គំនិតអវិជ្ជមាននានាបាននោះទេពីព្រោះអ្វីធម្មតាបើសិនជាយើងមានចំណេះដឹងគឺយើងមានបញ្ញាខ្លាយើងអាចមើលឃើញបញ្ហាយើងអាចលើកស្ទួយសមាជិកគ្រួសារយើងហើយក៏យើងអាចផ្លាស់ប្ដូរនៅឥរិយាបថអវិជ្ជមានជាច្រើនដែលមាននៅក្នុងគ្រួសារតែបើយើងបោះបង់ការសិក្សាហើយយើងមើលផ្លូវឃើញមិនឆ្ងាយនោះទេខ្ញុំជឿជាក់ថាវាលំបាកបន្តិចនៅពេលដែលយើងជួបនៅក្នុងស្ថានភាពបែបហ្នឹងយើងត្រូវអត់ធ្មត់ត្រូវឆ្លងកាត់វាឲ្យរួចផុតអំពីបញ្ហាទាំងអស់នោះសិនប៉ុន្តែនៅពេលដែលយើងឆ្លងកាត់បានយើងនឹងទទួលលទ្ធផលផ្លែផ្កាមួយដែលធ្វើឲ្យយើងអាចរស់នៅប្រកបដោយស្ថានភាពល្អជាងនោះស្ថានភាពគ្រួសារក៏ល្អជាងមុនដែរនៅសាលារដ្ឋរបស់យើងបើសិនជាបងប្អូនដែលនៅក្នុងស្ថានភាពបែបហ្នឹងមានភាពស្មោះត្រង់ជាមួយនឹងលោកគ្រូអ្នកគ្រូគឺនឹងជួយផ្គត់ផ្គង់ហើយក៏នឹងជួយផ្ដល់យោបល់ឲ្យបងប្អូនជួយជ្រោមជ្រែងបងប្អូនពេញទំហឹងតែម្ដងប៉ុន្តែជាទូទៅនៅពេលដែលជួបបញ្ហាបែបនោះច្រើនតែយើងមិនសូវហ៊ាននិយាយយើងខ្មាស់អៀនហើយយើងក៏គិតតែម្នាក់ឯងហើយយើងក៏សម្រេចចិត្តចាក់ចេញចោលពីសាលាគួរឲ្យស្ដាយឱកាសនេះដែលយើងអាចមានសិទ្ធិមកក្នុងសាលារៀនហើយសម័យនេះគឺជាសម័យមួយដែលយើងរត់តែមិនគួរបោះបង់ចោលការសិក្សាទៀតពីព្រោះយើងមានលោកគ្រូអ្នកគ្រូយើងមានបច្ចេកវិទ្យាដែលយើងអាចធ្វើការទំនាក់ទំនងជាមួយនឹងគាត់បានបើសិនជាមិនមានឱកាសនៅក្នុងការនិយាយផ្ទាល់មុខជាមួយនឹងលោកគ្រូអ្នកគ្រូទេយើងអាចធ្វើការនិយាយតាមទូរស័ព្ទយើងអាចតាក់ទងទៅគាត់ហើយសូមគាត់ជួបសូមបង្ហាញនូវភាពស្មោះត្រង់ថាយើងកំពុងជួបបញ្ហាអ្វីខ្ញុំជឿជាក់ណាស់ថាលោកគ្រូអ្នកគ្រូគឺពិតជាមានក្តីមេត្តាករុណាចំពោះសិស្សដែលមានភាពស្មោះត្រង់បែបហ្នឹងហើយក៏ចង់ជ្រោមជ្រែងសិស្សនៅក្នុងស្ថានភាពបែបហ្នឹងឲ្យអាចបន្តការសិក្សាទៅបានដោយជោគជ័យនោះដែរម្ដងទៀតសារទៅកាន់បងប្អូនដែលនៅក្នុងស្ថានភាពបែបនោះបើបងប្អូនចង់លើកស្ទួយគ្រួសារចង់ផ្លាស់ប្ដូរស្ថានភាពគ្រួសារឲ្យចាក់ចេញអំពីភាពកំសត់វេទនាបែបនេះគឺត្រូវតែបន្តការសិក្សាឲ្យបានខ្ពស់មុខខ្ពស់មាត់ហើយបន្ទាប់មកត្រឡប់មើលថាតើអ្វីគួរផ្លាស់ប្ដូរតើអ្វីដែលគួរអនុវត្តបន្តនៅក្នុងក្រុមគ្រួសារយើងពុំគួរជំរុញលើកទឹកចិត្តឲ្យនរណាម្នាក់នៅក្នុងសមាជិករបស់គ្រួសារយើងនឹងបញ្ចប់ការសិក្សានោះទេពីព្រោះអ្វីកាលណាតែបញ្ចប់ការសិក្សាគឺប្រៀបដូចជាបញ្ចប់អ្វីគ្រប់យ៉ាងអញ្ចឹងចា៎នេះគឺជាសារទៅកាន់សំណួរដែលបានលើកឡើងចា៎នាងខ្ញុំសូមជម្រាបលាតែប៉ុណ្្នេះសូមជួបគ្នានៅឱកាសក្រោយ